ស្ទើរតែមិនគួរឲ្យជឿបងប្អូនយើងបាទថាយប់មិញនេះបាទរៀលបាទអាចស៊ីមិនសិទ្ធិបានបាទរហូតដល់ទៅបាទ3បាទទល់នឹង0បាទហើយកីឡាករមួយរូបដែលយើងមិនសរសើរមិនបាននោះគឺបាទវិលបាទដេបងប្អូនយើងយប់មិញនេះគឺបាទរកបានបាទ3គ្រាប់ម្នាក់ឯងបាទ hat-trick តែម្ដងបាទសម្រាប់បាទការប្រកួតយប់មិញនេះហើយបើយើងបាទមើលពីការលេងរបស់គាត់យប់មិញនេះគឺមិនថាទាំងចោះការពារមិនថាទាំងបំរើមិនថាទាំងប្រយុទ្ធគឺបាទវិលបាទដេបាទឡើងចុះបាទលេងបើពេញតង់មិនខ្ចីហត់ទេបងប្អូនយើងសម្រាប់បវលបាឌីបើសិនជាមានពៀនបាទកីឡាករល្អប្រចាំការប្រកួត 4-5 ឲ្យមានចង់ឲ្យទាំងអស់ដែរបងប្អូនយើងសម្រាប់វលបាឌីណាអូបើគេថាបើគាត់បើខំប្រឹងណាបងប្អូនយើងបើទោះបីជាកីឡាករបើឆ្នោតរបស់រៀលរបួសច្រើនប៉ុន្តែបើវលបាឌីគឺមិនឲ្យបើ fan បើខកចិត្តទេហើយយប់មិញនេះគឺឱកាសបាទពេលណាទីមកគ្របរបស់អាម៉ៅប៉ុន្តែបាទធ្វើមិនបានបងប្អូនយើងបាទស្ដាយមែនទែនបាទកុំអីហ្នឹងបាទ4បាទទល់នឹង0បាទទៅហើយបាទអាម៉ៅបារាជ័យបាទសុទ្ធពេលនាទីទៅគឺបាទស្ដាយបាទមកគ្រាប់បងប្អូនយើងហើយយប់មិញនេះគឺបាទអឹមបាប៉េបាទក៏មកបានមកមើលដែរបងប្អូនយើងបាទគាត់បាទអបអរជាមួយនឹងគ្រាប់បាល់របស់វិលបាឌីបាទហើយបាទរៀលក៏បាទសបាយបានប៉ុន្តែមិនទាន់បាទសបាយបាទខ្លាំងពេកបានទេបងប្អូនយើងនៅទី18បាទត្រូវហោះទៅកាន់បាទទឹកដីបាទមេឃីវបាទប្រកួតបាទជើងទី2បងប្អូនយើងអញ្ចឹងយ៉ាងណាបាទយើងចាំមើលថាបាទតើរៀលនឹងអាចបាទទប់បានទេឬក៏មេឃីវបាទគេបាទ comeback បានវិញបងប្អូនយើងព្រោះថាបាល់ទាត់គឺយើងមិនឃើញទេបាទយ៉ាងណាបាទយើងមិនតែបរងចាំជាបន្តទៀតបងប្អូនយើងមកជើងទី2ប៉ុន្តែពេលនេះគឺបើ Fan Real បាទគេសុំបាទសប្បាយសិនហើយបងប្អូនយើង